យជីកកាយពុយភ្នំប្រាសាទព្រះវិហារនិងតំបន់ផ្សេងទៀតលើទឹកដីកម្ពុជាកម្ពុជាបានតវ៉ាជាផ្លូវការនិងជាថ្មីម្ដងទៀតកាលពីថ្ងៃទី13ខែមីនាឆ្នាំ2026ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានៅទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីររាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានអំពីការតវ៉ាជាផ្លូវការប្រឆាំងយ៉ាងខ្លាំងទៅនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដោយកម្ពុជាបានចោទថាជាសកម្មភាពខុសច្បាប់ដែលជាការរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជានៅចន្លោះថ្ងៃទី23និងថ្ងៃទី25ខែកុម្ភៈឆ្នាំ2026ក្រមយោធានិងជនស៊ីវិលថៃបានធ្វើការសាងសង់និងជីកកកាយនៅលើពយភ្នំប្រាសាទព្រះវិហាររួមទាំងការសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈកម្ពុជាបញ្ជាក់ផងដែរថាសកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ1962និងឆ្នាំ2013ដែលបានបញ្ជាក់ថាប្រាសាទព្រះវិហារនិងពុយភ្នំប្រាសាទព្រះវិហារទាំងមូលស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជាជាងនេះទៅទៀតកងកម្លាំងប្រដាប់អាវុធនិងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គនៅតំបន់បោះស្បូវជាមតែស្រុកជាមខ្សានខេត្តព្រះវិហារបើទោះជាមានសំណើម្ដងហើយម្ដងទៀតពីភាគីកម្ពុជាឲ្យបញ្ឈប់ការសាងសង់នេះដែលបានចាប់ផ្ដើមនៅថ្ងៃទី7ខែមីនាឆ្នាំ2026ក៏ដោយគិតមកទល់ពេលនេះកងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពជាឯកតោភាគីសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របីរួមទាំងផ្លូវបេតុងចន្ទើរដែកនិងរូបសំណាកព្រះពុទ្ធក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍និងទីតាំងយោធាសកម្មភាពដែលខុសច្បាប់ស្រដៀងគ្នានេះក៏បានកើតឡើងនៅតំបន់ជួបអង្គនិងដើមត្រាងខេត្តឧត្តរមានជ័យដែលកងកម្លាំងថៃបានធ្វើការតម្លើងទង់ជាតិនិងសាងសង់ផ្លូវបេតុងសកម្មភាពទាំងអស់នេះគឺផ្ទុយទៅនឹងមាត្រា5នៃអនុស្សាវរីយ៍យោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលហាមឃាត់រាល់សកម្មភាពដែលធ្វើឲ្យមានការប្រែប្រួលរូបរាងឬបរិយាកាសនៃតំបន់ព្រំដែននិងអាចរារាំងដល់ការងាររបស់គណៈកម្មការព្រំដែនគោកសកម្មភាពទាំងនេះក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការព្រំដែនធូទាចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ផងដែរគួរបញ្ជាក់ផងដែរថាទោះបីជាមានបទឈប់បាញ់ហើយក៏ដោយក៏កងកម្លាំងយោធាជនស៊ីវិលថៃនៅតែបន្តសកម្មភាពជាឯកតោភាគីរួមមានដូចជាការឈូសឆាយធ្វើផ្លូវសាងសង់សំណង់រឹងមាំលេនឋានប៉ក់យាមជាដើមនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលជាកាយមិនគោរពច្បាប់អន្តរជាតិ